ប្រជុំរឿងព្រេងខ្មែររឿងពាក្យសុភាសិតតម្លៃ30ដំឡឹងកាលពីព្រេងនាយមានជនពីរនាក់ប្តីប្រពន្ធបុរសជាប្តីបានឃើញគេរៀនរបៀនពូកែចង់រៀនណាស់យកប្រាក់30ដំឡឹងលាប្រពន្ធដើរទៅរករៀនដើរពីស្រុកមួយដល់ខេត្តមួយឮគេថាទីត្រង់ណាមានអ្នកចេះរបៀនអាគមគេថាពូកែក៏ទៅរកកន្លែងនោះដល់ទៅជួបនឹងគ្រូណាពូកែគេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចក៏ចេះតែមិនចូលចិត្តលុះដើរឆ្ងាយទៅក៏បានជួបនឹងតាចាស់ម្នាក់តាចាស់សួរថាអ្នកឯងទៅណាដើរមកតែម្នាក់ឯងស្វះស្វែងរកអ្វីបុរសនោះឆ្លើយថាអោតាអើយខ្ញុំមកនេះត្បិតឮគេថាទីនេះមានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមកក្រែងតាចេះដឹងប្រដៅចៅផងតាចាស់ឆ្លើយថាតាមានរបៀន3បទតម្លៃ30ដំឡឹងបើចៅឯងកាន់ជាប់តើឯងមិនជាយត់ទេគង់បានដូចចិត្តបើមានកិច្ចមានដំណើរអ្វីឲ្យសូត្ររបៀនតានេះចុះពូកែណាស់បុរសនោះថាតាសូត្រឲ្យខ្ញុំស្ដាប់មើលបើខ្ញុំចូលចិត្តខ្ញុំយកតានោះសូត្រឲ្យស្ដាប់ថាប្រពឹសដៃផ្ទៃឆ្អែតដេកយប់កុំនិយាយនឹងស្រីឃ្លានកុំអាស៊ីបុរសនោះស្ដាប់បានចូលចិត្តក៏ប្រគល់30ដំឡឹងឲ្យតានោះហើយទន្ទិញរបៀនទាំង3បទនោះចាំស្ទាត់រត់មាត់ឯតាចាស់ប្រាប់ថាបើចៅកាន់របៀនទាំង3បទនេះបានតាឲ្យទៅទេមិនយកតម្លៃទេហើយតាចាស់ប្រគល់ប្រាក់ឲ្យបុរសនោះវិញបុរសនោះក៏លាតាចាស់នោះវិលមកស្រុកវិញមាត់បុរសនោះចេះតែទន្ទិញរបៀន3បទនោះតែតាមផ្លូវមកលុះដើរឆ្ងាយបន្តិចមកជួបនឹងសំពៅឈ្មោះមួយបុរសនោះក៏សុំសំពៅគេដោយសារមកស្រុកដង្ខៅសំពៅក៏ព្រមឲ្យដោយសារបុរសនោះតាំងពីចុះមកនៅក្នុងសំពៅថ្ងៃណាក៏ចេះតែទន្ទិញរបៀន3បទនោះហើយចេះតែជួយលាងជួយថែទាំជួយជួសជុលសំពៅដូចជារបស់ខ្លួននាយសំពៅនឹកក្នុងចិត្តថាអ្នកនេះតាំងពីចុះដោយសារសំពៅអញកាលណាមកគាត់ចេះតែធ្វើការដូចជារបស់គាត់នឹកហើយក៏ស្រឡាញ់បុរសនោះឲ្យរៀបបាយទឹកឲ្យស៊ីតែរាល់ថ្ងៃរៀងមកហើយបុរសនោះពុំខ្ជិលសោះចេះតែខំធ្វើការក្នុងសំពៅដូចជាកូនឈ្នួលឯទៀតនាយសំពៅនឹកតែក្នុងចិត្តថាបើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចៅនេះរកស៊ីតទៅលុះបើកសំពៅមកដល់កណ្ដាលស្រុកមួយបានឃើញវិហារមួយគេរៀបរណ្ដាប់ពោពាសសុទ្ធតែចំណីស្រាបាយទុកឲ្យយក្សវាស៊ីឯអ្នកសំពៅកាលដល់វិហារនោះក៏ចតសំពៅឡើងទៅលេងឃើញចំណីទាំងនោះពុំមានមនុស្សក៏នាំគ្នាស៊ីផឹកស្រាស្រវឹងដេកទៅក្នុងវិហារនោះទាំងអស់គ្នាខាងបុរសម្នាក់នោះមាត់គាត់ចេះតែទន្ទិញថាប្រពឹសដៃផ្ទៃឆ្អែតដេកយប់កុំនិយាយនឹងស្រីឃ្លានកុំអាស៊ីដោយគិតថាចំណីអស់នេះមានហេតុអ្វីមួយបានជាគេរៀបទុកនៅទីនេះឥឡូវអ្នកទាំងអស់នេះស៊ីគង់តែមានភ័យមិនខានគិតដូច្នោះហើយពុំហ៊ានស៊ីឡើងទៅពួនលើធ្នឹមវិហារដោយស្ងៀមស្ងាត់ចាំមើលលុះដល់ថ្ងៃត្រង់យក្សមកដល់ហើយវាខឹងខ្លាំងណាស់ថានរណាហ៊ានមកស៊ីចំណីអស់នេះយក្សថាហើយក៏ប្រើដំបងមកវាយមនុស្សដែលដេកនោះស្លាប់ទាំងអស់ទៅហើយដំបងក៏វិលមកខាងយក្សវិញហើយយក្សកាច់កអស់មនុស្សទាំងនោះស៊ីអស់ទៅរួចក្រឡេកមើលក្រឡេមក្រលើមបុរសឃើញយក្សភ័យណាស់មាត់ចេះតែទន្ទិញរបៀន3បទហើយគិតថាបើអញស្រែកក្រែងយក្សវាលឺវាឃើញអញហើយវានឹងស៊ីអញទៀតឃើញហើយក៏លោតចុះពីលើធ្នឹមស្រែកបះឡើងយក្សភ័យណាស់រត់ចោលដំបងទៅបាត់ទៅបុរសនោះបានដំបងវាយឯងហើយក៏ដើរត្រឡប់មកស្រុកចោលសំពៅនៅកំពង់វិហារនោះឯងលុះដើរមកដល់ផ្ទះក្នុងវេលាយប់បុរសនោះយកដំបងទៅលាក់ក្រោមជណ្ដើរយកថ្មសង្កត់លើហើយឡើងទៅដេកលើផ្ទះប្រពន្ធសួរប្រាប់ប្រពន្ធថាចាំព្រឹកសឹមនិយាយប្រាប់ក្រោយពេលដែលប្តីទៅប្រពន្ធនៅផ្ទះ
vì miền xã hái vì lìa giúp đại đây mặc đỏ té xã hái nút vì một sẽ đáp nơi còng té vì trong đằng rừng chấm vì oi mê srei xã hái vì xua thà đầm nạ đôi mặt đất có trăm prật tệp nì dây bánประពុនចេះតែអោបអង្អែលទ្រាំពុនបានប្តីក៏និយាយថា អញនិយាយនឹងឯងនេះខុសគ្រូហើយត្បិតគ្រូផ្ដាំថាដេកយប់កុំនិយាយនឹងស្រីឥឡូវនេះអញនិយាយខុសបណ្ដាំគ្រូហើយ ប្រពន្ធសួរថា អ្នកទៅបានរបស់អ្វីមកខ្លះ ប្តីថា បានតែរបៀន3បត់ហើយត្រឡប់មកវិញដល់ពាក់កណ្ដាលផ្លូវបានដំបងវាឯងទៀត ប្រពន្ធសួរថា ដំបងវាឯងនោះទុកនៅឯណាឥឡូវនេះខ្ញុំចង់ឃើញ ប្តីថា អញទុកនៅក្រោមជណ្ដាលយកថ្មក្រប ហើយក៏ដេកលក់ទៅសហាយលបលឺហើយក៏ទៅក្រោមជណ្ដើររើសយកដំបងនោះទៅបាត់ទៅលុះព្រឹកប្រហៀមស្រាងស្រាងឡើងបុរសនោះរលឹកពីដេកចោះទៅរកដំបងពុំឃើញក៏ប្រាប់ប្រពន្ធថា អញប្រាប់មិនជឿអញថាខុសគ្រូហើយឯងចេះតែលួងអញតើតែអញប្រាប់ឥឡូវនេះមនុស្សវាលឺវាលួចយកដំបងបាត់ហើយ ប្រពន្ធលឺហើយដឹងថាសហាយលួចក៏មិនស្ដីដណ្ដាំបាយឲ្យប្តីស៊ីរួចហើយបុរសនោះក៏យកខ្សែមកចងថ្មដែលគ្របលើដំបងនោះនាំទៅប្តឹងមេស្រុកឲ្យជំនុំជម្រះរកចោលឲ្យមេស្រុកពុំដឹងបើជំនុំជម្រះដូចម្ដេចពីព្រោះថ្មមិនចេះស្ដីគេជេរថា អាកំព្រើលតាំងពីដូនតាមកនរណាដែលឃើញដំបងវាឯង គេគំរាមហើយគេដេញចេញទៅបុរសនោះចេះតែអូសថ្មទៅប្តឹងតាំងតែពីមេស្រុកដល់ទៅលោកយមរាជអ្នករាជការគ្រប់ក្រសួងគេចេះតែដេញចេញគេថាមនុស្សឈួតគេមិនឲ្យចូលបុរសនោះអូសថ្មទៅថ្វាយស្ដេចទ្រង់សួរសពគ្រប់ហើយទ្រង់មានព្រះបន្ទូលអស់នាម៉ឺនថា មែនបានគេថាមានប្រឡាយបានទឹកវិហូរមានសម្រាមបានឆ្កែវិជុះអស់នាម៉ឺនកុំថាវាឈួតសេចក្តីនេះមែនហើយបានជាវាហ៊ានថា ស្ដេចមានបន្ទូលប្រាប់បុរសថា ណាហើយវិលទៅផ្ទះចោះកាលណាអញប្រើឲ្យគេទៅហៅសមមក បុរសនោះទទួលថាព្រះករុណាថ្លៃពិសេសហើយក្រាបថ្វាយបង្គំលាទៅវិញក្រោយពេលបុរសនោះទៅស្ដេចទ្រង់ព្រះរាជបញ្ជាឲ្យប្រាប់បណ្ដារាស្ត្រថាត្បិតស្ដេចឲ្យអស់ព្រះស្នំចេញរំ3ថ្ងៃ3យប់ឲ្យបណ្ដារាស្ត្រមើលតាមចិត្តពុំមានខាត់ខាំងឡើយហើយទ្រង់ឲ្យរៀបលេងល្ខោនកាលនោះអស់រាស្ត្រសឹងតែចូលទៅមើលគ្រប់គ្នាស្ដេចទ្រង់យាងចូលទៅក្នុងព្រះរាជដំណាក់ជ្រើសរើសប្រេងក្រអូបយ៉ាងឯកមួយដបដែលសម្រាប់តែស្ដេចអស់រាស្ត្រនឹងនាម៉ឺនពុំដែលមានទ្រង់ប្រើអាមាត្យម្នាក់យកទៅឲ្យបុរសនោះហើយប្រាប់ថាស្ដេចទ្រង់ព្រះរាជទានឲ្យអ្នកឯងនិងប្រពន្ធអ្នកឯងលៀបប៉ុន្តែឲ្យអ្នកឯងនៅផ្ទះកុំទៅមើលល្ខោនឲ្យតែប្រពន្ធទៅមើលបានហើយអាមាត្យអ្នកយកទៅឲ្យប្រាប់សពគ្រប់ហើយវិលទៅក្រាបបង្គំទូលស្ដេចវិញបុរសនោះបានប្រេងក៏ហៅប្រពន្ធមកហុចប្រេងទៅឲ្យហើយប្រាប់ថា តែករុណាជាអម្ចាស់ជីវិតទ្រង់ព្រះរាជទានប្រេងនេះមកព្រោះទ្រង់អាណិតស្រឡាញ់យើងឲ្យយើងលាបទៅមើលល្ខោននឹងគេតែឥឡូវនេះអញឈឺក្បាលឯងយកទៅលាបហើយទៅមើលល្ខោននឹងគេចុះ ឯប្រពន្ធលឺប្តីបើកឲ្យទៅឲ្យទាំងប្រេងទៅលាបផងដូច្នោះអរពុនពេកដោយពុំបានដឹងកលជាគេចាប់ក៏យកប្រេងទៅឲ្យសហាយលាបផងហើយបណ្ដើរគ្នាទៅមើលល្ខោនឈរទន្ទឹមគ្នាលុះបន្តិចទៅស្ដេចទ្រង់ធំក្រអូបប្រេងនោះទ្រង់ខ្សឹបប្រាប់នាម៉ឺនម្នាក់ចូលទៅហិតក្លិនអស់បណ្ដារាស្ត្រដែលមើលល្ខោនទាំងប៉ុន្មានបើធំក្លិនប្រេងក្រអូបយ៉ាងនោះប៉ុន្មានអ្នកចូលអ្នកយកមកឲ្យអញជាឆាប់នាម៉ឺននោះក្រាបថ្វាយបង្គំហើយទៅហិតមនុស្សឯទៀតមិនធំសោះធំតែបុរសម្នាក់ស្ត្រីម្នាក់ដែលឈរទន្ទឹមគ្នាលាបប្រេងក្រអូបទាំងពីរនាក់នោះក៏នាំទាំងប្រុសទាំងស្រីយកទៅថ្វាយស្ដេចឲ្យលែងរំទៅហើយទ្រង់ឲ្យហៅទាំងប្រុសទាំងស្រីមកដល់ហើយទ្រង់សួរថា នេះជាប្រពន្ធចៅឯងមែនឬ បុរសនោះក្រាបទូលថាមែនទ្រង់មានព្រះបន្ទូលសួរទៅប្រុសសហាយនោះថា ឯងបានទៅលួចដំបងចៅនេះមែនឬ សហាយនោះក្រាបបង្គំទូលថាលួចមែនទ្រង់ឲ្យទៅយកដំបងនោះមក
ឲ្យយកសហាយទាំងប្រុសស្រីនោះទៅដាក់ច្រវាក់ធ្វើទោសបុរសជាម្ចាស់ដំបងក្រាបថ្វាយបង្គំសូមទោសហើយក៏ប្រគល់ទាំងផ្ទះសម្បែងទាំងប្រពន្ធឲ្យទៅសហាយនោះទាំងអស់ដោយពុំមានខឹងអ្វីឡើយប្រុសសហាយនោះអរណាស់សំពះសូមទោសរួចវិលទៅវិញឯបុរសម្ចាស់ដំបងថ្វាយដំបងទៅស្ដេចហើយក្រាបលាទៅទៀតស្ដេចខាត់ក៏ពុំព្រមទ្រង់មានព្រះបន្ទូលថាដំបងវាឯងនេះថ្លៃណាស់ទ្រង់ព្រះរាជានុញ្ញាតឲ្យបើកឃ្លាំងមាសប្រាក់ឲ្យបុរសនោះយកតាមចិត្តបុរសនោះរើសអស់ទាំងឃ្លាំងមាសប្រាក់អំបាលនោះទៅឃើញកំបិតបន្ទោះចាស់នៅក្រោមឃ្លាំងក៏យកកំបិតនោះនឹងប្រាក់បន្តិចបន្តួចគ្រាន់ចាយតាមផ្លូវហើយចូលទៅក្រាបបង្គំលាស្ដេចដើរចេញទៅទៀតស្ដេចពុំមានព្រះបន្ទូលអ្វីទេតែអស់និមឺនគេថ្មាស់តេះដៀលបុរសនោះថាជាមនុស្សឆោតប្រាក់មាសមិនយកទៅយកឯកំបិតច្រេះស៊ីបុរសនោះក៏ដើរចេញអំពីនគរនោះបានទៅដល់នគរមួយដទៃទៀតជួនជាថ្ងៃនោះស្ដេចនគរនោះទ្រង់មានព្រះបន្ទូលបង្គាប់ឲ្យសេដ្ឋីម្នាក់ថាព្រឹកស្អែកទ្រង់នឹងទៅក្រសាព្រៃឲ្យមហាសេដ្ឋីធ្វើរទេះមួយយ៉ាងល្អល្អះឲ្យឆ្លាក់ក្បាច់លាបឡនឲ្យហើយឲ្យទាន់ក្នុងពេលព្រឹកស្អែកនេះបើធ្វើពុំទាន់នឹងយកទោសដល់ជីវិតរីឯមហាសេដ្ឋីនោះធ្វើពុំទាន់ហើយពុំធ្វើរទេះបែរជាធ្វើមឈូសទៅវិញថ្ងៃនោះជួនជាបុរសនោះដើរទៅឃើញសេដ្ឋីនោះកំពុងតែធ្វើបុណ្យក៏សួរថាចុះលោកមានការអ្វីបានជាធ្វើបុណ្យមានក្តារមឈូសផងដូច្នោះគេប្រាប់ថាស្ដេចឲ្យធ្វើរទេះមួយលាបឡនយ៉ាងល្អឲ្យទាន់ព្រឹកនេះស្ដេចក្រសាព្រៃបើពុំទាន់ស្ដេចនឹងយកទោសដល់ជីវិតឥឡូវនេះមហាសេដ្ឋីធ្វើពុំទាន់ដឹងខ្លួនថាស្លាប់បានជាធ្វើមឈូសធ្វើបុណ្យវិញបុរសនោះឆ្លើយថាក្រអីប៉ុណ្ណឹងឲ្យតែបាយខ្ញុំស៊ីខ្ញុំនឹងធ្វើឲ្យទាន់ព្រឹកនេះមហាសេដ្ឋីបានឮដូច្នោះអរណាស់ហើយក៏ឲ្យរៀបបាយទឹកស៊ីឆ្អែតរួចប្រគល់ឈើឲ្យធ្វើរទេះបុរសនោះក៏ធ្វើតែនឹងកំបិតមួយដែលយកពីក្រោមបាតឃ្លាំងនោះមកបានរួចស្រេចក្នុងយប់នោះហើយលាបឡនយ៉ាងល្អព្រឹកឡើងក៏អូសរទេះទៅថ្វាយស្ដេចស្ដេចទ្រង់តតឃើញទ្រង់ឲ្យរៀបប្រដាប់ប្រដាទៅក្រសាព្រៃឯមហាសេដ្ឋីលុះរួចពីស្លាប់ហើយក៏នឹកក្នុងចិត្តថាអ្នកនេះមានគុណធ្ងន់ណាស់ឥឡូវនេះនឹងរកអ្វីសងឲ្យស្មើគ្មានតែកូនប្រុសមួយល្មមឲ្យមានប្តីដូច្នោះមានតែអញការឲ្យអ្នកនោះគិតហើយក៏ហៅមកការឲ្យទៅលុះការរួចហើយក្នុងយប់នោះពេលផ្សំដំណេកបុរសនោះគិតលបងចិត្តប្រពន្ធឲ្យធ្វើជាផឹក្សាស្រវឹងដេកទៅលុះយប់យូរបន្តិចក៏ធ្វើជាក្អួតប្រឡាក់ប្រពន្ធអស់កូនសេដ្ឋីឃើញកំអួតប្តីប្រឡាក់ខ្លួនដូច្នោះក៏ស្រែកឡើងក្នុងយប់នោះថាលោកឪពុករកប្តីឲ្យខ្ញុំជាមនុស្សប្រមឹកអួតប្រឡាក់ខ្ញុំអស់ហើយខ្ញុំទ្រាំមិនបានទេមហាសេដ្ឋីឮកូនស្រែកដូច្នោះក៏ខាត់ថាកូនដេកទៅកុំនិយាយបាត់ប្តីកំពុងស្រវឹងហើយគេមានគុណផងខាត់ដូចម្ដេចក៏កូនស្រីមិនស្ដាប់ហើយវាចេះតែរអ៊ូថាបើឲ្យទៅឆ្កែឆ្មាទ្រាំបានឯមនុស្សប្រមឹកខ្ញុំទ្រាំមិនបានទេលុះព្រឹកឡើងបុរសនោះរលឹកពីដេកក៏ចូលទៅរកសេដ្ឋីប្រគល់កូនឲ្យវិញប្រាប់ថាមិនព្រមយកទេហើយថាមិនបានពាល់ដៃជើងឡើយមហាសេដ្ឋីខាត់សំទោសឲ្យកូនយ៉ាងណាក៏បុរសនោះពុំព្រមនៅពុំព្រមយកហើយលាមហាសេដ្ឋីយកតែកំបិតដើរទៅទៀតលុះស្ដេចយាងមកពីព្រៃទ្រង់ឲ្យទៅរកជាងដែលធ្វើរទេះនោះពុំឃើញទ្រង់ស្ដាយណាស់ទ្រង់ឲ្យអស់និមឺនចាប់សម្បត្តិរកគ្រប់ខេត្តក៏ពុំឃើញហើយទ្រង់ស្ងៀមទៅបុរសនោះលាសេដ្ឋីដើរទៅឆ្ងាយក៏បានទៅដល់នគរមួយទៀតស្ដេចនគរនោះទ្រង់ឲ្យនិមឺនម្នាក់ទៅដេកវេនចាំយាមនៅចុងព្រះរាជរោងរាល់យប់ស្ដេចទ្រង់ចេញកាប់តែរាល់យប់ចាប់តាំងពីថ្ងៃដែលទ្រង់បង្គាប់នោះមកស្លាប់អស់ជាច្រើននៅថ្ងៃដែលបុរសនោះទៅដល់ជួនត្រូវលើវេនចៅវាដែលដេកថ្វាយស្ដេចកាប់ចៅវានោះក៏ធ្វើបុណ្យទានក្នុងថ្ងៃនោះបុរសនោះទៅដល់សួរគេថាលោកមានការអ្វីបានជាធ្វើបុណ្យទាន
ហើយហេតុដូចម្ដេចក៏បានជាកូនប្រពន្ធលោកយំរាល់គ្នាដូច្នេះគេប្រាប់ថាលោកត្រូវទៅដេកវេនថ្វាយស្ដេចកាប់ក្នុងពេលល្ងាចនេះបានជាលោកធ្វើបុណ្យមុនស្លាប់បុរសនោះថាឲ្យតែបាយខ្ញុំស៊ីចុះខ្ញុំទៅដេកថ្វាយស្ដេចកាប់ជួសគេឮដូច្នោះក៏ទៅជម្រាបចៅវាឲ្យហៅបុរសនោះទៅហើយឲ្យរៀបបាយទឹកឲ្យស៊ីរួចហើយសួរថាបើអ្នកទៅដេកវេនថ្វាយស្ដេចជួសខ្ញុំនឹងធ្វើបុណ្យឲ្យអ្នកបុរសនោះក៏ទទួលទៅដេកជួសហើយសុំគ្រឿងប្រដាប់ដែលចៅវានោះពាក់យកមកពាក់រួចហើយក៏លីកំបិតបន្ទោះចូលទៅដេកនៅចុងព្រះរាជរោងចាំស្ដេចចេញកាប់លុះទៅដល់ចុងព្រះរាជរោងបុរសនោះពុំដេកឡើយចាំមើលស្ដេចពេលយប់ជ្រៅស្ងាត់ស្ដេចទ្រង់បើកទ្វារចេញមកទ្រង់កាន់ព្រះខ័នយាងចូលមកនឹងកាប់បុរសនោះឃើញស្ដេចយាងចូលមកចិត្តក៏ស្ទុះចូលទៅចាប់ស្ដេចនោះជាប់ហើយក៏ចាក់នឹងកំបិតបន្ទោះខុសពី3ដងហើយសួរថានរណាចូលមកទាំងយប់នោះស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះហើយក៏ចាក់បង្ខុសទៀតស្ដេចទ្រង់មានព្រះបន្ទូលថាទេអញទេនរណាអញទេអញជាស្ដេចស្ដេចអីមកពេលនេះអញមិនដឹងទេត្បិតស្ដេចទ្រង់ឲ្យអញចាំរាជរោងយប់នេះសួរដេញដោលដូច្នោះហើយបុរសនោះក៏លុតជង្គង់ថ្វាយបង្គំស្ដេចសូមទោសស្ដេចត្រាស់សួរថាចៅនៅឯណាបុរសនោះថាខ្ញុំនៅផ្ទះចៅវាស្ដេចទ្រង់ជ្រាបទ្រង់ញញឹមហើយទ្រង់ចូលទៅវិញលុះព្រឹកឡើងបុរសនោះលីកំបិតចេញពីក្នុងវាំងមកផ្ទះចៅវាអ្នកផងឃើញហើយឆ្ងល់ថាបុរសនោះទៅដេកវេនថ្វាយស្ដេចកាប់ម្ដេចក៏មិនស្លាប់ត្រឡប់ជាមកវិញចៅវាសួរបុរសនោះក៏ជម្រាបតាមដំណើរសពគ្រប់ហើយជម្រាបថែមថាស្ដេចសពថ្ងៃនេះមិនមែនជាការទេបិទទ្រង់ពិសោធន៍រកមនុស្សប្រាជ្ញចេះដឹងក្នុងនគរដើម្បីរក្សាស្ដេចបានជាទ្រង់ចាត់មនុស្សឲ្យយាមតែអ្នកដែលទៅយាមចេះតែដេកលក់ទើបស្ដេចទ្រង់កាប់ចុះបើសត្រូវចូលទៅលុកលុយស្ដេចហើយយើងដេកលក់នោះតើនឹងជាយ៉ាងណាទៅបុរសនោះនិយាយរឿងប្រាប់សពគ្រប់ទើបភ្ញាក់ខ្លួនគ្រប់គ្នាចៅវានោះមានកូនក្រមុំមួយក៏ឲ្យជាប្រពន្ធបុរសនោះដោយគិតថាបុរសនោះមានគុណធ្ងន់ណាស់លុះព្រឹកឡើងស្ដេចទ្រង់ឲ្យហៅបុរសនោះមកទ្រង់ឲ្យធ្វើជានាម៉ឺនធំរក្សាព្រះនគរបន្ទាប់ពីព្រះអង្គវេលាស្ដេចទ្រង់ព្រះជរាទៅទ្រង់ពុំមានរាជបុត្រនិងសោយរាជស្នងមានតែព្រះរាជធីតាមួយអង្គក៏ទ្រង់ព្រះរាជទានរាជធីតានិងរាជសម្បត្តិឲ្យបុរសនោះសោយរាជជាស្ដេចតទៅ